សម្រាប់រឿងទី1នេះគឺទទួលបានពីប្រិយមិត្តរបស់យើងដែលគាត់ឈ្មោះ B បាទតាមពិតគាត់ផ្ញើឈ្មោះមកពេញហ្មងប៉ុន្តែខ្ញុំសូមហៅត្រឹមឈ្មោះ B ទៅដើម្បីថែរក្សាសិទ្ធិផ្ទាល់ខ្លួនរបស់គាត់សួស្ដីបងខ្ញុំមានរឿងចែករំលែកមួយនៅក្នុងជីវិតពិតរបស់ខ្ញុំដែលនៅពេលដែលខ្ញុំចុះស្តារនៅតាមមន្ទីរពេទ្យកាលពី14ឆ្នាំមុនខ្ញុំពិតជាចងចាំរឿងនោះមិនភ្លេចសោះឡើយសង្ឃឹមថាបងអាចនឹងយកវាមកចែករំលែកដល់ប្រិយមិត្តរបស់យើងបានខ្ញុំគឺជាមនុស្សម្នាក់ដែលពូកែខ្លាចខ្មោចណាស់ប៉ុន្តែដើម្បីបំពេញតាមគោលដៅប៉ាម៉ាក់របស់ខ្ញុំក៏សម្រេចចិត្តចូលរៀនពេទ្យតាមបំណងរបស់ពួកគាត់រៀនពេទ្យតែខ្លាចខ្មោចដូចខ្ញុំនិយាយពីអេពីសូតមុនអញ្ចឹងខ្ញុំប្រាប់ថាគ្រូពេទ្យជួបខ្មោចញឹកញាប់ជាងគេបន្ទាប់ពីអាចារ្យភ្លុកគឺគ្រូពេទ្យនឹងឯងនៅឆ្នាំទី2ខាងសាលាក៏បានឲ្យពួកខ្ញុំចុះស្តារតាមមន្ទីរពេទ្យពេលនោះឈ្មោះរបស់ខ្ញុំបានជាប់ស្តារនៅខាងមន្ទីរពេទ្យមួយបាទយើងមិនបញ្ចេញឈ្មោះទេមុនថ្ងៃចុះស្តារគ្រូបង្រៀនរបស់ខ្ញុំក៏បានណែនាំប្រាប់ពីរបៀបមើលថែទាំអ្នកជំងឺប្រាប់ពីរបៀបអនុវត្តផ្ទាល់ខ្លះៗសម្រាប់សិស្សនិស្សិតដែលត្រូវចុះស្តារនិងក៏ដូចជាចែកវេនយាមពេលយប់ជាមួយនឹងគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យផងដែរថ្ងៃដែលខ្ញុំចូលយាមក៏មកដល់ខ្ញុំបានរៀបចំខ្លួនចេញពីផ្ទះនៅម៉ោង5ល្ងាចទៅដល់មន្ទីរពេទ្យខ្ទង់ប្រហែលម៉ោង6ទៅ6កន្លះល្ងាចទៅហើយពួកយើងក៏បានជួបជុំគ្នាចែករំលែកពីបទពិសោធន៍ការងារនិងជំនាញឲ្យគ្នាទៅវិញទៅមកក្រោយមកក៏រៀបចំកន្លែងដើម្បីសម្រាកនៅក្នុងបន្ទប់ពេទ្យយាមតែម្ដងបាទទម្លាប់របស់យើងគឺជាទូទៅបើសម្រាប់ខ្ញុំវិញការខ្ញុំចាប់ផ្ដើមចុះស្តារគឺនៅឆ្នាំទី3បាទឆ្នាំទី2ហ្នឹងគឺយើងគ្រាន់តែស្តារបានមួយព្រឹកសុំគេស្តារទេហើយនៅពេលដែលយើងត្រូវយាមហ្នឹងឆ្នាំទី3គឺគេអត់តន់ឲ្យយើងចុះយាមនៅឡើយទេប៉ុន្តែយើងសុំរៀមច្បងដើម្បីយើងចង់ចេះចង់ដឹងអញ្ចឹងណាអញ្ចឹងទេគឺនៅពេលដែលយើងរៀបចំបន្ទប់គេងគឺអត់មានគេងនៅលើក្រែពូកអីត្រឹមត្រូវទេគឺយើងគេងនៅលើកៅអីឬក៏ក្រោមតុយាមនឹងឯងទាំងអស់គ្នាគឺពិបាកខ្លាំងមែនតើដំបងឡើយពិបាកផ្សំមែនតើឈឺចកេះឈឺពេជ្រសັບគ្រប់បែបយ៉ាងគឺឈឺអស់ហើយប៉ុន្តែធ្វើមិនយើងចង់ចេះហ៎ហើយពេលខ្លះហ្នឹងទោះបីជារៀបចំកន្លែងគេងហើយក៏អត់បានគេងដែរដោយសារតែមានអ្នកជំងឺច្រើនណាតែយប់ខ្លះទៀតតែម្នាក់ក៏គ្មានផងស្ងាត់ដូចចោលលួចសេះហើយនាំគ្នានិយាយរឿងខ្មោចបដ ாய் សប្បាយម្យ៉ាងដែរជីវិតជាសិស្សពេទ្យពេលដែលចុះយាមអ្នកទាំងអស់គ្នានៅម៉ោងប្រហែល10យប់ខ្ញុំគេងមិនលក់ទេខ្ញុំក៏បបួលមិត្តខ្ញុំម្នាក់ដើរទៅមើលតាមបន្ទប់អ្នកជំងឺក្រែងមានខ្វះខាតអ្វីដែលពួកយើងអាចជួយបានឡើងទៅជាន់ទី1មនុស្សអ៊ូអរគួរសមមានអ្នកអង្គុយលេងខាងក្រៅជាសាច់ញាតិអ្នកជំងឺអញ្ចឹងទៅឡើងទៅជាន់ទី2រៀងស្ងាត់បន្តិចពួកខ្ញុំក៏ចេះតែដើរអើតមើលនិងសួរសុខទុក្ខគេតាមបន្ទប់ធម្មតានៅពេលនោះមានបន្ទប់មួយដែលរំលងពីបន្ទប់អ្នកជំងឺផ្សេងទៀតដំបូងខ្ញុំងាកទៅឃើញងងឹតតែងាកទៅម្ដងទៀតស្រាប់តែឃើញភ្លឺក្នុងចិត្តខ្ញុំគិតថាប្រហែលជាគាត់នឹងលឺមាត់ពួកខ្ញុំទៅក្រោបមកបើកភ្លើងអញ្ចឹងខ្ញុំក៏ដើរទៅបន្ទប់នោះរួចគោះទ្វារដើម្បីច្រានទ្វារចូលស្រាប់តែច្រានទៅពួកយើងឃើញអ៊ំប្រុសម្នាក់វ័យចំណាស់ប្រហែល60ឆ្នាំហើយដៃគាត់មានព្យួរសេរ៉ូមទៀតផងអង្គុយបែរមុខមកទ្វារដែលខ្ញុំបើកចូលទៅនឹងពេលនោះខ្ញុំរៀងភ័យបន្តិចដែរដោយសារតែឃើញគាត់គឺជាមនុស្សប្រុសនៅសម្រាប់បន្ទប់មួយតែឯងរួចក៏សួរនាំគាត់ថាអ៊ំឯងឈឺអីដែរហើយសាច់ញាតិអ៊ំឯងនៅណាខ្លះខ្ញុំងាកមើលឯកសារនៅចុងក្រែក៏អត់ឃើញខ្ញុំក៏និយាយម្នាក់ឯងមិនគ្រូពេទ្យអត់ដាក់ឯកសារអ៊ំហ្នឹងនៅចុងក្រែអញ្ចឹងអ៊ំប្រុសនោះមិនតបសោះសំបីតែមួយម៉ាត់មកកាន់ខ្ញុំនៅពេលនោះខ្ញុំរៀងខ្លាចដែរតែគាត់អត់តបខ្ញុំសោះខ្ញុំក៏ចេញពីបន្ទប់គាត់ដើរមករកមិត្តភក្តិខ្ញុំម្នាក់ទៀតដែលនៅក្នុងបន្ទប់អ្នកជំងឺរំលងគ្នាត្រឹមតែ3បន្ទប់តែប៉ុណ្ណោះ3បន្ទប់ទៀតហ្នឹងគ្មានអ្នកជំងឺស្នាក់នៅនោះទេដើរមកដល់ក្នុងបន្ទប់អ្នកជំងឺផ្សេងទៀតខ្ញុំក៏និយាយជាមួយនឹងមិត្តខ្ញុំថាហើយមើលគ្រូពេទ្យក៏អត់ដាក់ឯកសារនៅចុងក្រែរបស់អ៊ំប្រុសដែលនៅក្នុងបន្ទប់ចិត្តនឹងសោះសង្ស័យគាត់ភ្លេចទៅដឹងនិយាយរួចមីងដែលជាសាច់ញាតិអ្នកជំងឺនៅក្បែរនោះក៏បានឮហើយគាត់នឹងចេញមកខាងក្រៅមើលឆ្វេងមើលស្ដាំភ្លាមរួចគាត់ក៏ដើរចូលមកវិញហើយសួរខ្ញុំថាបន្ទប់មួយណាអ្នកគ្រូខ្ញុំក៏តបវិញថា
បន្ទប់អ៊ំម្នាក់ដែលនៅចុងគេរំលងបន្ទប់នេះត្រឹមតែ3បន្ទប់ហ្នឹងណាខ្ញុំនិយាយចប់មីងនោះទាញដៃខ្ញុំមកសួរនឹងបញ្ជាក់ម្ដងទៀតថាបន្ទប់ណាអ្នកគ្រូខ្ញុំមើលទៅបន្ទប់នោះម្ដងទៀតឃើញងងឹតឆឹងតែម្ដងបងអើយខ្ញុំបានចង្អុលប្រាប់គាត់ក៏បានថាបន្ទប់ហ្នឹងពិតជាមានអ៊ំប្រុសម្នាក់មែនប៉ុន្តែអ៊ំប្រុសហ្នឹងគាត់ស្លាប់3ថ្ងៃហើយហ្នឹងហើយក៏មិនមានអ្នកជំងឺថ្មីចូលទៀតដែរអូខ្ញុំលឺបែបនេះភ្លាមបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ភ័យបែកញើសជោគថ្ងាស់តែម្ដងរួចក៏ហៅមិត្តខ្ញុំចុះមកបន្ទប់ពេទ្យប្រចាំការវិញខ្ញុំក៏បានប្រាប់រឿងរ៉ាវទាំងអស់នេះទៅអ្នកគ្រូពេទ្យនៅទីនោះគាត់ក៏បានលួងខ្ញុំថាប្រហែលជាមានអ្នកជំងឺផ្សេងទៅអង្គុយនៅក្នុងបន្ទប់នោះទេដឹងហែងកុំគិតអីផ្ដេសផ្ដាសប៉ុន្តែពេលនោះខ្ញុំដឹងច្បាស់ណាស់ថាអ៊ំប្រុសម្នាក់នោះគឺជាអ្វីព្រោះទឹកមុខរបស់គាត់ខ្ញុំចាំយ៉ាងច្បាស់ថាស្លេកខ្លាំងមែនទែនអត់ស័ក្តិសមជាអ្នកជំងឺទូទៅនោះទេហើយម្យ៉ាងទោះបីជាគាត់ឈឺកម្រិតណាបើគាត់អាចងើបអង្គុយបានដោយខ្លួនឯងបែបនេះយ៉ាងណាគាត់ក៏ឆ្លើយឆ្លងជាមួយខ្ញុំមួយម៉ាត់ដែរតែនោះគឺគាត់អត់ឆ្លើយអ្វីទាំងអស់ជាមួយនឹងខ្ញុំអង្គុយសម្លក់ខ្ញុំដូចជាចងកាន់ចងពៀជាមួយខ្ញុំតាំងពីពេលណាមកអញ្ចឹងវ៉ាវតាំងពីថ្ងៃនោះមកពេលដែលចុះស្តារតាមមន្ទីរពេទ្យផ្សេងខ្ញុំតែងតែបានឃើញពួកប្រលឹងវិញ្ញាណអមនុស្សជាញឹកញយតែនៅក្នុងចិត្តនោះបានតែគិតថាខ្ញុំមិនបានធ្វើអីអ្នកទេកុំមកបៀតបៀនខ្ញុំអីពេលខ្លះខ្ញុំឃើញរទេះរុញរត់កាត់មុខខ្ញុំពេលខ្លះក៏មានស្រមោលមនុស្សរត់កាត់មុខគោះទ្វារឃើញកម្រាបពុកសហោះរវិចនៅក្នុងបន្ទប់អ្នកជំងឺហើយបន្ទប់ខ្លះទៀតភ្លើងបិទបើកទាំងដែលគ្មានមនុស្សនៅក្នុងនោះទេយប់ខ្លះខ្ញុំឮសំឡេងស្រែកឲ្យជួយផងទាំងកណ្ដាលយប់ក៏មានមកទល់នឹងពេលនេះខ្ញុំស្ទើរតែសាប់នឹងរឿងនេះអស់ទៅហើយគឺលេងខ្លាចខ្មោចវិញ្ញាណទាំងអស់នោះតែម្ដងខ្ញុំដឹងថាខ្ញុំជាអ្នកគ្រូពេទ្យខ្ញុំជាអ្នកវិទ្យាសាស្ត្រមិនគួរលងខ្លួនទៅជឿរឿងរ៉ាវទាំងអស់នោះទេប៉ុន្តែបើគុំតែខ្ញុំជួបពិតម្លេះខ្ញុំមិនជឿនោះដែរជាចុងក្រោយខ្ញុំចង់ប្រាប់ថាវិញ្ញាណខ្មោចពិតជាមានពិតមែនបងប្អូនសូមបងប្អូនកុំប្រមាថឲ្យសោះខ្ញុំអត់ដឹងថាអ្នកដទៃមិនទេតែសម្រាប់ខ្ញុំគឺខ្ញុំអាប់ប្រូសម្រាប់រឿងរ៉ាវរបស់ប្អូនស្រីដោយសារខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់ជួបដែរនិយាយរួមពេលដែលខ្ញុំសម័យថាខ្ញុំទៅយាមនៅមន្ទីរពេទ្យជប៉ុនណាបាទនៅជិតវត្តភ្នំយើងណាថ្ងៃយប់ដំបងក៏ដូចគ្នាដែររហូតដល់យើងអាចស៊ាំបានណាយប់ហ្នឹងគឺយើងរៀបចំកន្លែងគេងអស់ហើយយើងក៏ចាប់ផ្ដើមដើរទៅបណ្ឌិតបន្ទប់អ្នកជំងឺតាមធម្មតាពេលត្រឡប់មកវិញអំឡុងម៉ោងមិន12 10នាំគ្នាចូលគេងហើយតែម៉ោង1ម៉ោង2យើងចាប់ផ្ដើមឈឺពោះចង់ទៅបត់ជើងទូចអីអញ្ចឹងណានៅពេលដែលយើងដើរចូលទៅក្នុងបន្ទប់ទឹកគឺខ្ញុំឮសូរសំឡេងមនុស្សងូតទឹកបាទហើយម៉ោង2មានគ្រូពេទ្យណាមកងូតទឹកយើងក៏គិតបែបបន្លំខ្លួនឯងថាអូប្រហែលជាគាត់ទៅសម្រាកូនឲ្យភ្ញៀវអញ្ចឹងឲ្យអ្នកជំងឺអញ្ចឹងទៅត្រឡប់មកវិញគាត់ងូតទឹកទៅតែមានណាចូលទៅក្នុងហ្នឹងគឺអត់មានណាគេងូតទឹកទេហើយចុះសំឡេងងូតទឹកអំបញ្ញមិញដែលខ្ញុំបានឮហ្នឹងគឺជាសំឡេងអ្វីបាទអត់តន់អស់ណាពួកយើងមកជប់ហ្នឹងគឺឮសូរក្មេងតូចព្រោះជាមន្ទីរពេទ្យសម្រាក្មេងអ្នកទាំងអស់គ្នាមន្ទីរពេទ្យជប៉ុនចឹងទេយើងឮសូរក្មេងរត់បលែងគ្នានៅជុំវិញបន្ទប់យើងគេងតែម្ដងតែចម្លែកត្រង់ថាម៉ោង3ម៉ោង4ណាមានក្មេងណាមករត់នៅកន្លែងហ្នឹងនៅពេលដែលយើងអើតមើលតាមបន្ទប់អត់មានឃើញណាគេទាំងអស់តែម្ដងស្ងាត់ឲ្យជ្រាបម៉ោង3ម៉ោង4ហ្នឹងហើយព្រឹកឡើងយើងនាំគ្នាជំនុំគ្នាហ្មងថាពីយប់មិញហើយមានឮសូរអីអត់ឮដូចគ្នាថាមានក្មេងរត់ជុំវិញហ្នឹងប៉ុន្តែកលេចមើលគឺអត់មានឃើញទេអញ្ចឹងណាទៅខ្ញុំតែងតែនិយាយប្រាប់ថាបន្ទាប់ពីអាចារ្យភ្លុកគឺគ្រូពេទ្យនឹងឯងជប់ខ្មោចច្រើនជាងទេព្រោះជាកន្លែងមន្ទីរពេទ្យធម្មតាទេមានអ្នករស់មានអ្នកបាត់បង់ជីវិតអញ្ចឹងណាបងប្អូនអញ្ចឹងអ្នកខ្លះក៏មានសាច់ញាតិអ្នកខ្លះក៏អត់មានសាច់ញាតិអញ្ចឹងទៅអញ្ចឹងធ្វើឲ្យបលឹងខ្មោចអីហ្នឹងគឺនៅវល់ពេញហ្នឹងឲ្យតែថ្ងៃយាមត្រៀមខ្លួនទៅនេះគឺជារឿងរ៉ាវរបស់ប្រិមិត្តដូច្នេះវាខ្លីៗទេប៉ុន្តែវាជាបទពិសោធន៍ពិតឥឡូវយើងចូលដល់ប្រិមិត្តទី2បាទឈ្មោះបញ្ញាបានសរសេរមកថាសួស្តីបងខ្ញុំបាទឈ្មោះបញ្ញាអាយុ22ឆ្នាំមកពីខេត្តកំពតអ្នកកំពត
សប្តាហ៍ថ្ងៃនេះរស់នៅរាជធានីភ្នំពេញហើយបងអូនសិក្សានៅសាកលវិទ្យាល័យ RULE ផ្នែកនីតិសាស្ត្រឆ្នាំទី3សួស្តីដល់បងអូនដែលរៀននៅសាលាច្បាប់ផងបាទឆ្នាំទីប៉ុន្មានហើយចាំជួយ comment នៅខាងក្រោមផងបាទហើយមានប្រិយមិត្តដែលស្ដាប់ The Story Podcast រៀននៅសាលាច្បាប់អត់បាទរឿងនេះគឺជារឿងដែលខ្ញុំជួបប្រទះផ្ទាល់ដែលតាក់ទងទៅនឹងខ្មោចនៅវត្តហើយខ្ញុំបានជួបពិតប្រាកដមែនកាលពីខ្ញុំនៅក្មេងកាលនោះខ្ញុំគឺជាក្មេងរៀនបឋមថ្នាក់ទី6ខ្ញុំគឺជាក្មេងដែលរពឹសដៃរពឹសជើងពេលនៅផ្ទះប៉ាម៉ាក់មិននៅខ្ញុំតែងតែឡើងផ្ទះលួចលុយនៅក្នុងហឹបរបស់គាត់ដើម្បីយកទៅទិញនំនែកញ៉ាំអញ្ចឹងណាជាពិសេសគឺរបស់លេងសម្រាប់ក្មេងប្រុសៗតែម្ដងនៅថ្ងៃមួយប៉ាម៉ាក់របស់ខ្ញុំក៏គាត់បានដឹងគាត់ក៏ណែនាំឲ្យខ្ញុំនឹងឈប់លួចបែបហ្នឹងទៀតបន្ទាប់មកខ្ញុំក៏ឈប់លួចលុយរបស់គាត់រហូតមកតែដោយសារតែខ្ញុំជាក្មេងដៃរពឹសពេលចេញពីរៀននៅពេលល្ងាចខ្ញុំតែងតែបបួលមិត្តភ័ក្តិរបស់ខ្ញុំនឹងទៅកាច់ផ្កានៅក្នុងសួនសាលាហើយយកមកថ្វាយបង្គំព្រះមុនពេលចេញទៅផ្ទះស្ទើរតែរាល់ថ្ងៃនៅថ្ងៃបន្ទាប់ពេលដែលចេញពីសាលារៀននៅពេលល្ងាចនឹងខ្ញុំក៏បបួលមិត្តរបស់ខ្ញុំទៅកាច់ផ្កាមកថ្វាយព្រះដោយសពមួយដងតែមិត្តផ្សេងទៀតគាត់មិនបានទៅជាមួយខ្ញុំទេដោយអ្នកខ្លះឪពុកម្ដាយរបស់គេនឹងមកយកទៅផ្ទះហើយខ្លះទៀតក៏ទៅបេះស្វាយហូបមានតែមិត្តភ័ក្តិខ្ញុំម្នាក់គត់ដែលទៅកាច់ផ្កាជាមួយខ្ញុំនៅថ្ងៃនោះនៅពេលដែលពួកយើងទាំងពីរអ្នកសំពះព្រះហើយក៏មានឆ្មាដើរកាត់ពីមុខពួកខ្ញុំពេលនោះពួកខ្ញុំទាំងពីរក៏បានដេញចាប់ឆ្មានោះនៅក្នុងគោលបំណងយកវាទៅចិញ្ចឹមដោយពួកខ្ញុំដេញចាប់ឆ្មាទៅមកឆ្មានោះក៏រត់ទៅក្រោយព្រះពួកខ្ញុំក៏បានដេញចាប់បន្តរួចក៏ឡើងទៅលើព្រះនឹងចូលលុកលុយពេញនោះតែម្ដងតែពេលចាប់ទៅចាប់មកនៅតែចាប់ឆ្មានោះមិនបានសោះចុងក្រោយពួកយើងទាំងពីរនាក់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញរំលងបានប៉ុន្មានថ្ងៃក្រោយមកខ្ញុំចាំបានថាខ្ញុំនៅផ្ទះពីរអ្នកប៉ាខ្ញុំនៅពេលនោះម៉ោងប្រហែលជា4ល្ងាចទៅហើយលោកប៉ាក៏ឲ្យខ្ញុំនៅផ្ទះម្នាក់ឯងហើយគាត់ត្រូវជិះកង់ទៅយកអាគុយព្រោះអាគុយគាត់នឹងយកទៅបញ្ចូលតាំងពីព្រឹកមកម្លេះតរតែម៉ោង5ទើបគេពន្លត់ម៉ាស៊ីនភ្លើងនៅពេលនោះខ្ញុំនៅផ្ទះម្នាក់ឯងក៏ចាប់ផ្ដើមនឹកឃើញថាចង់លួចលុយនៅក្នុងហឹបទៀតហើយដើម្បីយកទៅទិញនំហូបក្រោយមកខ្ញុំក៏បានឡើងទៅលួចលុយខ្លះដើម្បីយកទៅទិញនំមែនតែនៅពេលដែលខ្ញុំទៅដល់តូបអ្នកលក់នឹងទិញនំរួចខ្ញុំមិនបានមកផ្ទះវិញភ្លាមទេព្រោះខ្លាចប៉ាដឹងថាខ្ញុំនឹងលួចលុយគាត់ទៀតហើយនៅថ្ងៃនោះខ្ញុំក៏បានដើរទៅលេងផ្ទះលោកតាខ្ញុំនៅម្ខាងទៀតដែលរំលងស្រែត្រឹមតែ 4-5 ស្រែអីនឹងឯងពីផ្ទះខ្ញុំពេលដែលខ្ញុំហូបនំនៅផ្ទះតាខ្ញុំអស់ហើយទើបខ្ញុំដើរទៅផ្ទះវិញប្រហែលជាម៉ោង 5 ជាងតិចតួចនៅពេលនោះខ្ញុំបានដើរមកវិញម្នាក់ឯងរហូតដល់ស្រែទី3ដែលរំលងស្រែមួយស្រែទៀតត្រូវដល់ផ្ទះហើយពេលនោះខ្ញុំរៀងភ័យខ្លាចប៉ាវាយដែរព្រោះលួចលុយគាត់ខ្ញុំបានក្រឡេកមើលទៅផ្ទះក៏ឃើញបុរសម្នាក់មានធំមែនទែនហើយខ្ពស់ទៀតហើយមានភ្នែកហ្នឹងដូចកណ្ដូបអញ្ចឹងដោយដៃម្ខាងទម្លាក់ចុះនិងដៃម្ខាងទៀតបក់ដៃហៅខ្ញុំដឹងច្បាស់ណាស់ថាគេម្នាក់នោះមិនមែនជាប៉ារបស់ខ្ញុំទេខ្ញុំក៏រត់ថយក្រោយបានពាក់កណ្ដាលស្រែខ្ញុំក៏ងាកមកផ្ទះម្ដងទៀតគឺឃើញប៉ារបស់ខ្ញុំអង្គុយនៅលើអន្រឹងហើយទម្លាក់ជើងម្ខាងទៅលើដីយល់អន្រឹងទៅមកឃើញបែបហ្នឹងខ្ញុំក៏ដើរទៅផ្ទះម្ដងទៀតយឺតពេលដើរទៅដល់កន្លែងដដែលហ្នឹងខ្ញុំមិនបានឃើញប៉ាខ្ញុំនៅលើអន្រឹងសោះខ្ញុំឃើញបែបនេះខ្ញុំភ័យណាស់ក៏រត់ទៅផ្ទះលោកតាខ្ញុំវិញរហូតដល់ប្រហែលជាម៉ោង 6ប៉ាខ្ញុំក៏មកដល់ផ្ទះបាត់ខ្ញុំគាត់ក៏ស្រែកហៅហើយលោកតាក៏បានជូនខ្ញុំមកដល់ផ្ទះវិញខ្ញុំនិយាយរឿងនេះទៅប្រាប់ប៉ានិងតាបែបណាក៏គាត់មិនជឿដែរគាត់គិតថានោះគឺជាលេសលុះប៉ុន្មានថ្ងៃក្រោយមកទៀតមិត្តខ្ញុំម្នាក់ទៀតដែលបានដេញចាប់ឆ្មានៅកន្លែងព្រះជាមួយខ្ញុំនោះក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺអ្នកផ្ទះរបស់គេក៏យកទៅមន្ទីរពេទ្យនៅក្នុងស្រុករហូតដល់គេនឹងលែងហ៊ានទទួលគ្រប់ពេទ្យទៅហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យគុណធបុប្ផានៅទីនោះឮចាស់និយាយគ្នាថាមើលយ៉ាងណាក៏មិនធូរស្បើយពេលនោះចាស់ក៏បាននាំគ្រូគេមកមើលថាតើកូននឹងមានតាក់ទងនឹងអីដែលចាស់ទុំនិយាយដែរឬទេពេលនោះគ្រូនឹងក៏បានមកដល់ផ្ទះអ្នកជំងឺដើម្បីមើលហើយគ្រូក៏បាននិយាយថា
ក្មេងនឹងខ្មោចវត្តមកយកដោយសារតែទៅលុកលុយគេនៅកន្លែងស័ក្តិសិទ្ធិនៅក្នុងវត្តផ្ទះរបស់ខ្ញុំនិងមិត្តរបស់ខ្ញុំគឺនៅជាប់គ្នាតែម្ដងបងហើយគ្រូបន្តទៀតថាបើសិនជាចង់ឲ្យកូននឹងឆាប់ជាត្រូវតែចាក់ដីនៅមុខផ្ទះឲ្យខ្ពស់ជាងផ្ទះខ្ញុំនិងទៅសែនបែបនសុំខមាទោសកន្លែងគេផងក្រោយមកចាស់ក៏ធ្វើតាមអ្វីដែលគ្រូនឹងប្រាប់មិនបានប៉ុន្មានផងណាមិត្តរបស់ខ្ញុំដែលនៅមន្ទីរពេទ្យក៏ចាប់ផ្ដើមធូរស្រាលហើយពេទ្យក៏ឲ្យមកផ្ទះវិញតែកូននោះលេងដូចមុនហើយមកពីមន្ទីរពេទ្យវិញណាដូចទៅតែកើតសារជាថ្មីអញ្ចឹងត្រូវដេកនៅលើកន្ទេលរហូតដល់1ឆ្នាំជាងទើបចេះដើរតិចនិងចេះនិយាយតិចហាក់ដូចជាមនុស្សរុក្ខជាតិអញ្ចឹងក្រោយនោះប្រហែលឆ្នាំទៀតទើបកូននោះចាប់ផ្ដើមនិយាយច្បាស់ឡើងមកវិញតែគាត់និងខ្ញុំខុសគ្នាលេងដូចមុនទៀតហើយដោយសារតែខ្ញុំគឺរៀនដល់ថ្នាក់ទី9ហើយកូននោះគឺទៅតែចូលរៀនថ្នាក់ទី1ម្ដងទៀតទេព្រោះមើលទៅអត្តចរិតគាត់នៅក្មេងហើយនឹងមិនសូវចូលចិត្តលេងជាមួយនឹងក្មេងដទៃដូចមុនទៀតទេរឿងនេះគឺជារឿងដែលកើតឡើងប៉ັດទោះបីជាវាមិនសូវខ្លាចប៉ុន្តែវាគឺជារឿងដែលកើតឡើងចំពោះខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំកាលពីក្មេងមែនអញ្ចឹងទេសូមឲ្យបងប្អូនប្រយ័ត្នប្រយែងនៅពេលដែលទៅវត្តទៅកន្លែងណាដែលជាទីសក្ការៈបូជាស័ក្តិសិទ្ធិសូមកុំលេងជាមួយគេដោយខ្វះការពិចារណាសូមកុំថ្លុយមាត់ថ្លុយកឲ្យសោះបើមិនចង់ជួបដូចខ្ញុំរឿងអីក៏កើតឡើងបានដែរនៅលើពិភពលោកយើងនេះរឿងដែលយើងមិនដឹងរឿងដែលយើងមិនជឿមិនមែនមានន័យថារឿងហ្នឹងមិនអាចកើតឡើងបាននោះទេសួស្តីបងខ្ញុំឈ្មោះស្រីនិតបច្ចុប្បន្នប្អូនរស់នៅនិងធ្វើការនៅក្រុងប៉ោយប៉ែតបាទខ្ញុំចង់ចែករំលែករឿងខ្មោចមួយព្រោះរឿងនេះគឺជារឿងដែលខ្ញុំជួបផ្ទាល់នៅកន្លែងធ្វើការពីមុនមកដែលធ្វើឲ្យខ្ញុំចង់ចាំមិនភ្លេចទេហើយជឿជាក់ថាពួកអមនុស្សពិតជាមានពិតប្រាកដមែនកាលពីឆ្នាំ2020ខ្ញុំបានទៅធ្វើការនៅក្នុងកាស៊ីណូមួយនៅទីក្រុងប៉ោយប៉ែតតែខ្ញុំសុំមិនបញ្ចេញឈ្មោះទេព្រោះកាស៊ីណូនោះអ្នកណាក៏ស្គាល់ដែរឲ្យតែអ្នកប៉ោយប៉ែតពេលដែលចូលទៅធ្វើការនៅកន្លែងនោះដំបងឡើយគឺធម្មតាគ្មានអ្វីនោះទេហើយថៅកែរបស់ខ្ញុំគឺជាជនជាតិចិនទៀតផងខ្ញុំក៏ធ្វើការចែកបៀអនឡាញនៅមុខកុំព្យូទ័រហើយពេលដែលធ្វើការនៅទីនោះដំបងឡើយខ្ញុំមិនបានដឹងរឿងអ្វីដែលពាក់ព័ន្ធនឹងទីកន្លែងនោះទេហើយកាស៊ីណូដែលខ្ញុំធ្វើការនោះមាន2ជាន់ដោយជាន់ខាងក្រោមមានភ្ញៀវមកលេងម្ដងច្រើនខ្លាំងណាស់តែចំណែកឲ្យជាន់ខាងលើវិញគឺជារបស់ថៅកែម៉ៅដាច់តែម្ដងសម្រាប់បើកហ្គេមអនឡាញកន្លែងដែលខ្ញុំធ្វើការនៅជាន់ខាងលើមើលទៅស្រស់ស្អាតខ្លាំងមែនទែនព្រោះជាកន្លែងថ្មីដែលទើបនឹងបើកហើយមានបន្ទប់សម្រាប់ផាត់មុខធ្វើសក់មានបន្ទប់ញ៉ាំអាហារមានបន្ទប់សម្រាប់បុគ្គលិកផងដែរដែលនៅជាប់គ្នាជាបន្ទប់តែមួយគ្រាន់តែគេដាក់ខណ្ឌដោយគ្មានទ្វារបាំងនោះទេគឺមានតែផ្លូវដើរចេញចូលពីបន្ទប់មួយទៅបន្ទប់មួយតែប៉ុណ្ណោះចំណែកឯបន្ទប់ដែលខ្ញុំចែកបៀវិញក៏នៅទល់មុខបន្ទប់សម្រាប់បុគ្គលិកទាំងអស់នោះដែរថ្ងៃមួយនៅអំឡុងឆ្នាំ2020មុនថ្ងៃបុណ្យអុំទូកមួយសប្តាហ៍ថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំត្រូវចូលទៅធ្វើការវេនយប់គឺធ្វើការ1ម៉ោងសម្រាប់1ម៉ោងនឹងឯងបងនៅម៉ោងសម្រាប់ប្រហែលជាម៉ោង2រំលងអាត្រៀតខ្ញុំក៏បានចូលទៅសម្រាកនៅបន្ទប់សម្រាប់បុគ្គលិកដោយនៅក្នុងបន្ទប់នោះពេលដែលយើងដើរចូលទៅដល់ភ្លាមនៅខាងឆ្វេងដៃមានទូសម្រាប់ដាក់អីវ៉ាន់មួយហើយខាងមុខទូគេដាក់តុមួយដើម្បីឲ្យបុគ្គលិកដាក់កែវទឹកសម្រាប់ញ៉ាំទឹកនៅទីនោះរីឯនៅខាងស្ដាំដៃនៃសាឡុងមួយនោះនឹងប៉ៅអ៊ីអាចបត់បានចំនួន6ប៉ៅអ៊ីដោយនៅខាងចុងគេបង្អស់នៅប៉ៅអ៊ីដែលដាក់សម្រាប់ឲ្យបុគ្គលិកគេងនោះមានស្នួរខោអាវចំនួន2ផងដែរសម្រាប់ឲ្យបុគ្គលិកព្យួរខោអាវនៅម៉ោងដែលខ្ញុំសម្រាប់នោះមានបុគ្គលិកផ្សេងទៀតគេងសម្រាប់ដូចខ្ញុំដែរដែលមានគ្នាសរុបចំនួន4នាក់នៅក្នុងនោះម្នាក់គេងនៅលើសាឡុងម្នាក់ទៀតគេងនៅលើប៉ៅអ៊ីទី2ឯខ្ញុំវិញគេងនៅលើប៉ៅអ៊ីទី3ឯម្នាក់ទៀតគឺគេងនៅប៉ៅអ៊ីបន្ទាប់គឺទី4នឹងឯងខ្ញុំគេងបានមួយស្របកប្រហែលជា10នាទីខ្ញុំមិនច្បាស់ទេថាខ្ញុំកំពុងតែយល់សប្តិឬក៏ជាការពិតតែពេលនោះអ្វីដែលខ្ញុំបានឃើញមនុស្សស្រីម្នាក់ស្លៀកឈុតសទម្លាក់សក់បាំងមុខឈរនៅចិត្តនឹងស្នូខោអាវនៅនឹងបន្ទប់នោះតែម្ដងខ្ញុំស្ទុះភ្ញាក់ឡើងកន្ត្រាក់អស់ទាំងខ្លួនបងអើយហើយអ្នកដែលនៅគេងចិត្តខ្ញុំសួរថាហែងកាត់អីខ្ញុំក៏ប្រាប់ថាមិនអីទេព្រោះខ្ញុំគិតថាប្រហែលជាខ្ញុំយល់សប្តិហើយភ្លាមនោះខ្ញុំក៏ប្រញាប់សម្រួលអារម្មណ៍និងដាក់ខ្លួនគេងទៅវិញព្រោះ
ធ្វើការយប់ងងុយគេងខ្លាំងណាស់តែបន្ទាប់ពីខ្ញុំដាក់ខ្លួនគេងទៅវិញប្រហែលជាប្រមាណ10នាទីខ្ញុំអាចនឹងដឹងខ្លួនព្រិលនៅឡើយមិនតាន់គេងលក់ទាំងស្រុងនោះទេលើកនេះច្បាស់ណាស់បងគេដើរមករកខ្ញុំហើយពេលដែលគេដើរមកជិតដល់ហ្នឹងណានៅជាប់កន្លែងដែលខ្ញុំកំពុងតែគេងខ្ញុំដឹងច្បាស់ណាស់ថាខ្ញុំមិនមែនយូរសពទេខ្ញុំឮសូរដង្ហើមស៊ីតសតខ្ញុំប្រឹងភ្ញាក់ពីគេងហើយស្រែកខ្លាំងហើយនឹងយំយកតែខ្ញុំហាក់ដូចជាគ្មានសម្លេងសោះមួយដងនោះខ្ញុំដាក់មួយទំហឹងតែម្ដងទើបស្រែកចេញរំពេចនោះបងដែលគេងក្បែរខ្ញុំហ្នឹងគាត់ក៏រត់ស្ទុះមកអោបខ្ញុំហើយសួរថាហែងខាត់អីពេលនោះខ្ញុំញាក់អស់ទាំងខ្លួនញាត់ទាំងមាត់និយាយមិនចេញតែម្ដងអូខ្ញុំភ្លេចបញ្ជាក់ប្រាប់បងថានៅក្នុងបន្ទប់សម្រាប់នោះគេបានបិទភ្លើងពេលនោះមានតែពន្លឺភ្លើងតិចដែលចេញមកពីបន្ទប់ផាត់មុខដែលនៅម្ខាងទៀតតែប៉ុណ្ណោះបន្ទាប់មកបងឃើញខ្ញុំដូច្នេះគាត់ក៏បើកភ្លើងនាំខ្ញុំទៅបន្ទប់ផាត់មុខម្ខាងទៀតខ្ញុំយំខ្លាំងមែនទែនញាប់ពេញខ្លួនហើយមុខមាត់របស់ខ្ញុំដែលបានតុបតែងមុនពេលចូលធ្វើការហ្នឹងប្រឡាក់អស់ពេញខ្លួនតែម្ដងចំណែកឯថៅកែរបស់ខ្ញុំវិញគាត់ក៏បានរត់មកមើលហើយសួរខ្ញុំថាមានរឿងអីមែនខ្ញុំបានប្រាប់រឿងរ៉ាវទាំងអស់នោះទៅប្រាប់ពួកគាត់ប៉ុន្តែគាត់បែរជាសើចវិញដោយសារតែគាត់ជាជនជាតិចិនគាត់មិនជឿអបិយជំនឿឬក៏ខ្មោចព្រាយបិសាចអីនោះទេគាត់បានប្រាប់មកខ្ញុំវិញថាប្រហែលជាខ្ញុំនឹងងងុយគេងខ្លាំងពេកណាមួយគេងនៅកន្លែងដែលរៀងងងឹតអញ្ចឹងណាទើបបានជាខ្ញុំស្រមើស្រមៃឃើញនេះឃើញនោះផ្ដេសផ្ដាស់អញ្ចឹងទៅគាត់ឲ្យខ្ញុំទៅលុបមុខហើយតុបតែងមុខសាជាថ្មីដើម្បីចូលធ្វើការវិញដូចសពមួយដងខ្ញុំក៏យល់ព្រមហើយនោះឯងគឺជាលើកទី1ដែលខ្ញុំគិតថាវាគឺជារឿងរ៉ាវពិតដែលខ្ញុំបានឃើញវិញ្ញាណខ្មោចពិតបន្ទាប់ពីថ្ងៃដែលខ្ញុំបានឃើញហើយខ្ញុំក៏បានប្រាប់ខ្លួនឯងថាកុំខ្លាចអីយើងមិនបានទៅធ្វើអីគេក៏មិនមកធ្វើអីយើងដែរខ្ញុំបាននិយាយរឿងរ៉ាវទាំងអស់នេះប្រាប់បងដែលនៅកន្លែងធ្វើការគ្រប់គ្នាខ្ញុំបានប្រាប់គាត់ថាបើសិនជាគេឲ្យខ្ញុំឃើញម្ដងទៀតខ្ញុំនឹងគប់គេមកស្បែកជើងតែម្ដងត្រង់នេះឯងដែលធ្វើឲ្យរៀងអស់សម្ដេចបន្តិចដែរតែវាគឺជាការពិតសម្រាប់ខ្ញុំមានណាបងអើយគេឲ្យខ្ញុំឃើញពិតមែនជាលើកទី2ហើយលើកទី2ដែលខ្ញុំបានឃើញហ្នឹងគឺនៅចំថ្ងៃបុណ្យអុំទូកតែម្ដងពេលនោះខ្ញុំដើរលេងបុណ្យអុំទូកតាំងពីថ្ងៃរហូតដល់យប់ចូលធ្វើការវិញគឺអត់បានគេងនោះទេថ្ងៃនោះនៅពេលដែលខ្ញុំកំពុងតែធ្វើការពេលយប់ខ្ញុំមានអារម្មណ៍ថារៀងអត់សូវស្រួលខ្លួនសោះខ្ញុំក៏សុំមេនឹងទៅបន្ទប់ទឹកតែគ្រាន់តែដើរចេញមកពីមាត់ទ្វារទៅដល់កន្លែងដែលចែកបៀនោះខ្ញុំដួលសន្លប់បាត់សូនឆឹងតែម្ដងពេលនោះមានបុគ្គលិកផ្សេងឃើញខ្ញុំដួលសន្លប់គេក៏ស្រែកហៅគ្នាឲ្យមកជួយលើកខ្ញុំទៅដាក់នៅក្នុងបន្ទប់សម្រាកនៅលើសាឡុងបន្ទាប់មកអ្នកបកប្រែនៅកន្លែងធ្វើការខ្ញុំក៏បានកោតខ្ចោលឲ្យខ្ញុំទើបខ្ញុំមានអារម្មណ៍ថារៀងដឹងខ្លួនបន្តិចវិញប៉ុន្តែនៅមិនទាន់អាចក្រោកវិញបានទេឬក៏មិនអាចនិយាយជាមួយអ្នកណាបានឡើយហើយពេលនោះហើយដែលធ្វើឲ្យខ្ញុំឃើញគេម្ដងទៀតនៅចាំបានទេនៅពេលដែលខ្ញុំប្រាប់ថានៅក្នុងបន្ទប់សម្រាប់នោះពេលដែលយើងដើរចូលទៅភ្លាមនៅខាងស្ដាំដៃមានទូសម្រាប់ដាក់អីវ៉ាន់និងមានតុសម្រាប់ដាក់កែវឲ្យបុគ្គលិកញ៉ាំទឹកអញ្ចឹងណានៅទីនោះគេដាក់ឲ្យខ្ញុំនឹងគេងបែរក្បាលទៅម្ខាងទៀតហើយចុងជើងខ្ញុំគឺនៅទូដាក់អីវ៉ាន់នឹងឯងលើកនេះបងអើយគេឈរនៅចុងជើងខ្ញុំនៅក្បែរទូនឹងតែម្ដងខ្ញុំដឹងច្បាស់ណាស់ថានឹងគឺជាគេគឺជាស្រីម្នាក់ដែលខ្ញុំឃើញលើកមុននឹងពាក់សទម្លាក់សក់ចុះបាំងមុខចិត្តហើយគេឲ្យខ្ញុំឮសូរសំឡេងគឺខ្ញុំឮនៅក្នុងត្រចៀកខ្ញុំឡើងលាន់តែម្ដងភ្លាមនោះគេបានដើរមករកខ្ញុំបន្តិចម្ដងខ្ញុំភ័យណាស់ខ្ញុំព្យាយាមខំប្រឹងងើបពីសន្លប់ហើយបានសវ៉ាចាប់ដៃចាប់ជើងយកអីមកគប់គេប៉ិតមែនតែពេលនោះស្បែកជើងនោះបានហោះទៅត្រូវនឹងកែទឹកដែលគេកំពុងតែទុកចោលនៅលើទូនោះបែកខ្ចាយគ្មានសល់ក្រោយមកមានបងម្នាក់ដែលគាត់បានដឹងព្រោះខ្ញុំធ្លាប់និយាយប្រាប់គាត់ថាកុំឲ្យខ្ញុំឃើញគេម្ដងទៀតបើខ្ញុំឃើញគេខ្ញុំនឹងលើកបែកជើងគប់គេលើកទី1ខ្ញុំភ័យណាស់លើកទី2ខ្ញុំមិនអញ្ចឹងទៀតទេគ្រាន់តែឃើញអាការៈខ្ញុំបែបនោះភ្លាមបងស្រីនោះក៏ដឹងភ្លាមថាខ្ញុំឃើញអីខ្ញុំងើបពីសន្លប់ភ្លាមនៅមមីមមើនៅឡើយពេលនោះគាត់ក៏បានយកព្រះអង្គតូចមួយចេញពីកាបូបរបស់គាត់យកមកដាក់លើក្បាលខ្ញុំហើយខ្ញុំក៏សន្លប់ទៅវិញម្ដងទៀតតែម្ដងគាត់ប្រាប់ខ្ញុំបែបហ្នឹងបងអូ my god ដូចក្នុងរឿងមែនតែនហ្មងបាទបងអើយបន្ទាប់ពីថ្ងៃនោះមកខ្ញុំក៏បានឈប់សម្រាកអស់4ថ្ងៃព្រោះទៅពេទ្យហ
ហើយខ្ញុំត្រូវឈឺខ្លួនឈឺទាំងអារម្មណ៍ឈឺក្បាលជាប់ជានិច្ចតែម្ដងបើទោះបីជាខ្ញុំធ្វើខ្លួនដូចជាអ្នកក្លាហានអញ្ចឹងប៉ុន្តែខ្ញុំពិតជាពិបាកក្នុងការតតាំងជាមួយគេណាហាក់បីដូចជាគេចូលមកសន្ធិដ្ឋខ្លួនខ្ញុំទៅហើយនេះគឺជាបទពិសោធន៍ពិតដែលមនុស្សម្នាក់ត្រូវបានខ្មោចប៊ីការព្យាយាមចូលមកសន្ធិដ្ឋខ្លួនអញ្ចឹងណាបងអ្នកបបប្រែដែលគាត់កោតខ្ចោតឲ្យខ្ញុំនោះប្រាប់ថាខ្លួនខ្ញុំមិនដឹងជាយ៉ាងម៉េចទេជាប់ពេញខ្លួនតែម្ដងទាំងដែលគាត់មិនទាន់បានកោផងហើយស្នាមជាប់នោះគឺអស់ពេញមួយអាទិត្យតែម្ដងចាប់តាំងពីថ្ងៃនឹងមកទើបខ្ញុំជឿថាអមនុស្សពិតជាមានពិតប្រាកដមែនក្រោយមកទើបខ្ញុំដឹងថាកន្លែងដែលខ្ញុំធ្វើការនៅជាន់ទី2ហ្នឹងណាពីមុនគឺជាបន្ទប់សម្រាប់ឲ្យភ្ញៀវគេងដែលចូលមកលេងកាស៊ីណូពីមុនមកធ្លាប់មានភ្ញៀវស្រីម្នាក់ដែលសម្លាប់ខ្លួននៅទីនោះមិនដឹងថាស្លាប់ដោយសារអីទេតែគេបិទព័ត៌មានចិត្តមិនឲ្យលេចលឺចេញខាងក្រៅនោះទេព្រោះខ្លាចប៉ះពាល់ដល់កន្លែងរកស៊ីរបស់គេហើយមានរឿងរ៉ាវជាច្រើនទៀតដែលគេមិនឲ្យនិយាយសូម្បីតែតកែរបស់ខ្ញុំហ្នឹងណាគឺហាមផ្ដាច់តែម្ដងព្រោះគាត់នឹងជួដាច់ហើយជាន់ទី2នោះតែគាត់ក៏មិនដឹងរឿងដែរព្រោះគាត់នឹងមកជួធ្វើជាថៅកែថ្មីបន្តពីគេនោះទេតាំងពីពេលនោះមកខ្ញុំជឿហើយថាពួកអមនុស្សពិតជាមានមែនហើយខ្ញុំក៏បានទៅវត្តស្រោចទឹកហើយនឹងយករបស់ដែលស័ក្តិសិទ្ធិមួយចំនួនមកពាក់នឹងខ្លួនដែរចាប់ពីពេលនោះមកខ្ញុំក៏លែងឃើញអ្វីបន្តទៀតដែរនេះគឺជារឿងរ៉ាវដែលខ្ញុំចងចាំនៅក្នុងឆាកជីវិតរបស់ខ្ញុំមិនភ្លេចឡើយនៅក្នុងឆ្នាំ2020អរគុណបងដែលបានអានរឿងរបស់បងប្អូនបាទនេះគឺជារឿងរ៉ាវដែលប្រិយមិត្តរបស់យើងបានជួបនៅកាស៊ីណូនៅឯទីក្រុងបាទប៉ោយប៉ែតការអានរឿងរបស់ប្រិយមិត្តគឺការដាក់បញ្ចូលគ្នាបែបហ្នឹងខ្ញុំជឿជាក់ថាអ្នកខ្លះក៏ជួបការលងបន្លាច់ខ្លាំងអ្នកខ្លះក៏តិចទៅតាមបទពិសោធន៍ផ្ទាល់ខ្លួនអញ្ចឹងណាបងប្អូនប៉ុន្តែយ៉ាងណាមិញខ្ញុំសង្ឃឹមថា The Story Podcast ថ្ងៃនេះអាចធ្វើឲ្យអ្នកទាំងអស់គ្នាបាទកំសាន្តអារម្មណ៍សบายតិចហើយនឹងគេងលក់បានស្កប់ស្កល់បើអ្នកទាំងអស់គ្នាមានបទពិសោធន៍ប៉ិតចង់ផ្ញើមកកាន់យើងណាយើងស្វាគមន៍ជានិច្ច